រឿងក្អែកមួយជាក្អែកដប់ដំណើររឿងកាលពីព្រេងនាយមានបរិសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនុតដោយខ្លួនអាខូចជុះអាចមដាក់មួយពាងហើយយកអាចមលាក់មុតបិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែពិនចង្កេះអកកំបដងពុនកដៃស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរលក់អាខូចក៏ពុនពាងអាចមនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពីនេះថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាទោះតែនួកដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រើលសក់ទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតាខែនេះកុំអ៊ូបណាស់កុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចមកទៅឲ្យអាខិលហើយហាមថាផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបាក់យកមកចំហុយកុំអាលបាក់មើលក្រែងវាស្អុយរុយបែងក្រែងវាស្អុយក្មោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃឿនជីដូនជីតាបានតែខ្វក់ស៊ីឆៅអ្នកទាំងពីរបាយគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចាវឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លេតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកំបិតកាសអាចមកលាក់បើកឡើងហើយលូកបានមួយក្តាប់ដាក់ភ្លុបទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ភ្លុបភ្លក់មើលងើបមុខឡើងលើថាយើ ផ្អកចាវអ្វីក៏ស្អុយដោយអាចមកគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិតក៏ខ្វក់មាត់ផងយ៉ាងនឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អោតចង្អោជីងមកភ្លៃវក់ដឹងជាក់ជាអាចមកមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេតបាយមិនរួចនិយាយពីអាខូតត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមកមើលពីងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំបិចគេកិនឡើងទៅលើផ្ទះបង្ហាយប្រពន្ធមើលសោចទាំងពីរញាក់សោចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីញាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដើរពីនាយសោយពព្រាយនិយាយសួរថាអញទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើក្លើដែរហើយក៏សុកចិត្តដើរពីអ្នកទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជូរាឈឺស្លាប់គេដាក់ក្នុងក្តារមិឈរបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្រាវេលានោះអាទាំងពីរស៊ើបសួរអ្នកដាខាងក្រៅថាអ្នកណាស្លាប់បានទីគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរគិតគ្នាថាឯងត្រូវខ្លែងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យអញបន្លំលោបជលដេកនំមឈោពីលើខ្មោចសេដ្ឋីដីនិងអ្នកឯងអាមួយក៏ទៅបន្លំដេកដូចគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងដបិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដាក្រដាបានធ្វើសម្បត្តិក្លែងកាន់ទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថា
ចៅខូចកំសុតតាំងពីតូចជាកូនធំឥឡូវឪពុកជរាហើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសบายចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះតបិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងឲ្យកូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ញឹមនោះខ្ញុំក្លែងមិនឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខៅឆ្លើយថាកូនសួរថាឪពុកបានឲ្យកូនធំមកយកទ្រព្យមែនឬអាខៅឆ្លើយថាកូនអញឈ្មោះអាខូចវីមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខៅថាមើលយករត់ទេសមួយធំក្របីមួយនឹមទឹមរត់ទេសនោះហើយយកមៀតប្រាក់កែវកងសម្ពុតអាវ៉ាល់ផ្ទុកក្នុងរត់ទេសឲ្យល្មមតែក្របីនោះអូសលួចបានប៉ុន្មានឲ្យវាយកទៅចោះកូនចៅប្រុសស្រីច័ន្ទឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស់ចារឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មកមើលម៉ាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកន្ទេលពូខ្នល់ខ្នើយហើយថែមទុកតាសចានល្អអំបិលប្រហុក4ក្រឡាអង្គ5ការុងដាក់ភ្លុកទៅឲ្យអាខិលអាខូចបង្វិលរទេសមួយ